ខ្ញុំបាទsơnហើយសូមជម្រាបសួរបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសពីចម្ងាយដោយសេចក្តីគោរពមួយរយៈពេលចុងក្រោយប្រហែលឆ្នាំចុងក្រោយហ្នឹងគឺឃើញថាមានព័ត៌មានលេចលឺការចាប់ក្មេងវះយកគ្រឿងក្នុងការបាត់ក្មេងស្ទើរតែរាល់ថ្ងៃរាល់ខែជាញឹកញាប់ប៉ុន្តែយើងមិនដែលឃើញមានរដ្ឋាភិបាលឬអង្គការសង្គមស៊ីវិលឬរដ្ឋាភិបាលដែលជាអ្នកប្រមុខឲ្យប្រជាពលរដ្ឋហ្នឹងចេញធ្វើការបកស្រាយហើយនឹងចេញធ្វើការតាមដានសង្កេតឲ្យបានច្បាស់លាស់ទេហើយมันអត់មានវិធានការណាឲ្យជាក់លាក់ដើម្បីជាការទុកចិត្តនិងរក្សាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសខ្មែរឡើយការបាត់ខ្លួនប្រជាពលរដ្ឋការបាត់ខ្លួនកូនក្មេងនេះខ្ញុំគិតថារដូវសម័យកាលប្រមាថប្រម៉ងកើតឡើងទៀតហើយដោយយួនជាអ្នកបង្កើតបាទហើយមូលហេតុអីបានពួករដ្ឋាភិបាលដែលក្រមការដឹកនាំរបស់បរិសុទ្ធខ្លាំងហ្នឹងមិនយកចាត់ទុកដាក់ធ្វើការស៊ើបអង្កេតអាជ្ញាធរក្រសួងមហាផ្ទៃក្រសួងការបរទេសក្រសួងអីគ្រប់រាប់សិបក្រសួងនេះរដ្ឋាភិបាលហ្នឹងស្អីទៅជាទីងម៉ងឬមួយស្អីបានជាមិនមានធ្វើការស៊ើបអង្កេតអាយុជីវិតហើយនឹងសុខសន្តិសុខដល់សង្គមជាតិដែលអស់លោកអាងថារក្សាសន្តិសុខអាងថារក្សាសម្រាប់ថ្នាក់ណាប៉ុន្តែឥឡូវហ្នឹងអសន្តិសុខសង្គមអាសន្តិដោយសារតែការបាត់បង់នៅកុមារីដែលយើងរកមូលហេតុមិនឃើញដែលយើងឃើញចាប់បាត់ក្មេងយកទៅកន្លងរយៈពេលប្រហែលឆ្នាំចុងក្រោយហ្នឹងគឺជាការបាត់មានកំហុសខ្លាំងមែនទែនហើយមានឃើញមានរូបភាពវះយកគ្រឿងក្នុងជាដើមតើនេះមូលហេតុអីបានរដ្ឋាភិបាលនៅធ្វើថ្មឹងដែលជាអ្នករក្សាសន្តិសុខដែលជាអ្នករក្សាសណ្ដាប់ធ្នាប់ដែលជាអ្នកកាន់កាប់អំណាចក្នុងប្រទេសហ្នឹងមូលហេតុអីបានមិនធ្វើការងារនេះដើម្បីជាការទំនុកចិត្តនៃសេចក្តីសុខចម្រើននិងសន្តិសុខដល់សង្គមជាតិដល់ប្រជាពលរដ្ឋអញ្ចឹងខ្ញុំសូមជូនคลิปវីដេអូមួយដែលខ្ញុំទើបតែទទួលបានបាទសូមស្ដាប់ទាំងអស់គ្នាđâyអ្នកទាំងអស់គ្នាអ្នកគ្រូនឹងទៅគ្រូណាតែឲ្យមានគ្រូអ្នកគ្រូផ្ញើព័ត៌មានតនហេតុការណ៍មួយតែនៅករណីចាប់ក្មេងណាបន្តជួយចែករំលែកទៅគ្នាយើងឪពុកម្ដាយយុវសាលារបស់យើងឲ្យប្រជុំទៅក្មេងប្រាប់ថាកុំឲ្យនៅបើឃើញជនចម្លែកកុំឲ្យនៅក្បែរហើយឲ្យប្រាប់ឪពុកម្ដាយជូនកូនមករៀនឲ្យដើរណាឥឡូវវាកាត់ឡើងនៅសាលាខុសមិត្តឃុំខុសមិត្តយើងនេះស្រុកកំពង់សៀមមកល្ងាចនេះគឺផ្ទះឆ្នាំស្លាប់ទៅគាត់រំពងនឹងវះគាត់រៀបនឹងវះប៉ុន្តែដោយសារតែគ្រូដើរទៅតាន់ហើយចឹងទៅក៏វាអត់បានសម្រេចតែរឿងមិនសម្រេចជីវិតមួយទៅរួចខ្លួនប៉ុន្តែវានឹងរិះក្មេងជាច្រើនទៀតនៅស្រុកជនបទរបស់យើងចឹងអ្នកគ្រូលឺអ្នកគ្រូបារម្ភខ្លាំងណាស់សូមពួកយើងបញ្ញាប់ចែករំលែកទៅឪពុកម្ដាយបងប្អូនយើងហើយចំណាត់ការនេះគឺដើម្បីការពារកូនយើងឲ្យបានរឹងមាំហើយបន្ទាប់មកយើងនឹងជូនដំណឹងទៅអាជ្ញាធរគ្រប់គ្នាបានដឹងបាទបានដឹងបានលឺហើយតើនេះគឺជាសុខសន្តិភាពនីតិរដ្ឋរបស់ក្រមរដ្ឋាភិបាលអាយ៉ងយួនក្បត់ជាតិសម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្នុងទឹកដីខ្មែរនៅក្នុងប្រទេសកម្ពុជាជាង30ឆ្នាំជិត40ឆ្នាំនឹងមកដែរហើយនៅកលៈទេសៈនេះខ្ញុំគិតថាជាសម័យកាលប្រមាថប្រមងកើតឡើងដូចជាសម័យកាលចំណងដើមទៀតដែរបាទពីខ្ញុំសូមជួយបងប្អូនប្រជាពលរដ្ឋខ្មែរជួយ share និង like វីដេអូនេះឲ្យឆាប់បានទៅដល់ក្រុមក្បត់ជាតិប្រចាំនៅទីក្រុងភ្នំពេញផង